ខ្លះថាពលានហោះនេះជារបស់បរទេសប្រទេសនេះប្រទេសនោះទេគឺរបស់ខ្មែរ 100% បាទវិនិយោគដោយកូនខ្មែរ ស្របពេលកម្ពុជាអបអរការបើកដំណើរការប្រលានយន្តហោះអន្តរជាតិថ្មីតម្លៃ $2,300 លានអាមេរិកដែលលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រកាសថាដើម្បីបើកលំហជើងមេកម្ពុជាទៅកាន់ពិភពលោកប៉ុន្តែពលរដ្ឋពិភពលោកភាគច្រើនហាក់ចាប់អារម្មណ៍ខ្លាំងទៅលើកម្ពុជាថាគ្រាន់តែជាមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំបំផុតមួយគ្រប់គ្រងដោយក្រុមជនសង្គមងងឹតចិនដែលមានករណីចាប់ចម្រិតនិងករណីឃាតកម្មជាបន្តបន្ទាប់ហើយចាត់ទុកជាប្រទេសអសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រកាសថាប្រលានយន្តហោះអន្តរជាតិថ្មីរបស់កម្ពុជាគឺការចេញពីស្នាដៃដឹកនាំពីឪពុករបស់លោកគឺប្រធានប្រសិទ្ធិលោកហ៊ុនសែនដែលជាអ្នកផ្ដួចផ្ដើមគំនិតទាំងផ្នែកយុទ្ធសាស្ត្របច្ចេកទេសនិងថវិកាដើម្បីជំរុញការអភិវឌ្ឍលោកហ៊ុនម៉ាណែតបានបញ្ជាក់ថាប្រលានយន្តហោះនេះសាងសង់ឡើងដោយប្រើប្រាស់ថវិកាពីអ្នកវិនិយោគខ្មែរ 100% គឺពីក្រុមហ៊ុនវិនិយោគអាណិកជនកម្ពុជា OCIC របស់អង្គការពងខៀវខ្សែ 90% និងពីរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិល 10% រាជរដ្ឋាភិបាលមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក៏ដូចជាប្រជាជនទូទាំងប្រទេសពិតជាមានមោទនភាពក្រៃលែងចំពោះអាកាសយានដ្ឋានអន្តរជាតិដែលជាសមិទ្ធផលសាធារណៈថ្មីមួយទៀតដើម្បីសម្រួលដល់ការដឹកជញ្ជូននិងការធ្វើដំណើរតាមផ្លូវអាកាសក៏ដូចជាការតភ្ជាប់កម្ពុជាជាមួយនឹងសកលលោកទាំងមូលគួររំលឹកផងដែរថាការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិនេះគឺជាកម្រិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍទិសនិរតីនៃប្រទេសកម្ពុជា ទោះជាយ៉ាងណាក្តីមុនពេលលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបើកដំណើរការប្រលានយន្តហោះអន្តរជាតិថ្មីចំនួន 6 ថ្ងៃគឺនៅថ្ងៃទី 14 ខែតុលាសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានប្រកាសដំណើរគ្នាដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិជាង $15,000 លានអាមេរិកពីអង្គការខ្មែរដើមកំណើតចិនគឺលោក Chen Xi ដោយសារអង្គការរូបនេះនិងបកពួករួមទាំងក្រុមហ៊ុន Print Group បើកទីតាំងឆបោកតាមអនឡាញនិងជាប់ពាក់ព័ន្ធការលាងលុយកខ្វក់ហើយមានការស៊ីសំណុកសុប៉ាន់ជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាចំណែករដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងវិញបានចាត់វិធានការរឹតបន្តឹងលើពលរដ្ឋខ្លួនមិនឲ្យធ្វើដំណើរចូលមកប្រទេសកម្ពុជាជាពិសេសមិនឲ្យធ្វើដំណើរទៅតំបន់ដែលមានហានិភ័យដែលតែងតែកើតមានករណីនិងបង្ខាំងមនុស្សឲ្យធ្វើការនៅក្នុងទីតាំងឆបោកតាមអនឡាញដូចជានៅភ្នំបូកគោក្នុងខេត្តកំពតក្រុងបាវិតក្នុងខេត្តស្វាយរៀងនិងក្រុងប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យការចេញវិធានការរឹតបន្តឹងលើការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជានេះបន្ទាប់ពីមានសេចក្តីរាយការណ៍ថានិស្សិតវ័យក្មេងកូរ៉េខាងត្បូងម្នាក់ត្រូវបានចាប់ចម្រិតនិងធ្វើទារុណកម្មរហូតដល់ស្លាប់ពាក់ព័ន្ធទៅនឹងទីតាំងឆបោកតាមអនឡាញនៅប្រទេសកម្ពុជាអ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូលោកកឹមសុខបានលើកឡើងថាសហរដ្ឋអាមេរិកអាចនឹងបើកការស៊ើបអង្កេតបន្ថែមលើបណ្ដាញក្រុមហ៊ុនខ្មែរមួយចំនួនទៀតជុំវិញបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនការឆបោកតាមអនឡាញនិងការលាងលុយកខ្វក់ហើយប្រសិនបើរកឃើញថាក្រុមហ៊ុនសាងសង់ប្រលានយន្តហោះថ្មីជាប់ពាក់ព័ន្ធទៅនឹងអំពើទាំងនោះដូច្នេះប្រលានយន្តហោះថ្មីដែលទើបបើកដំណើរការមិនអាចទាក់ទាញអ្នកទេសចរបរទេសបាននោះទេប្រលានយន្តហោះដៃជោថ្មីនឹងក្លាយទៅជារោងល្ខោនសម្រាប់ប្រជាពលរដ្ឋខ្មែរទៅទស្សនាក៏ប៉ុន្តែมันអាចទាក់ទាញបានភ្ញៀវបរទេសជាពិសេសពីបច្ចិមប្រទេសទេពីព្រោះភ្ញៀវបច្ចិមប្រទេសស្អប់ខ្ពើមនឹងការលាងលុយកខ្វក់ហើយនឹងការឆបោកតាមប្រព័ន្ធអនឡាញខ្លាំងណាស់ក្នុងពេលបច្ចុប្បន្នគេមិនប្រើប្រលានយន្តហោះដែលមានជាប់ឈ្មោះនឹងលុយកខ្វក់របស់ពួកម៉ាហ្វីយ៉ាអក្រិតកម្មឆ្លងដែនអន្តរជាតិទេកាលពីខែឧសភាវិទ្យាស្ថានស្រាវជ្រាវនៅចក្រភពអង់គ្លេស Humanity Research Consultancy ចេញផ្សាយរបាយការណ៍ថាក្រុមអង្គការមានឥទ្ធិពលមួយចំនួនរួមទាំងមន្ត្រីស្និទ្ធនឹងលោកហ៊ុនសែនក្នុងនោះរួមមានអង្គការលីយ៉ុងផាតកុកអានត្រីភិបនិងបងប្អូនជាដូនមួយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺលោកហ៊ុនតូនិងមេអង្គរៈលោកហ៊ុនសែនគឺលោកហ៊ីងប៊ុនហៀងបានខុបខិតឬជាប់ពាក់ព័ន្ធជាមួយក្រុមអ ுக ្រិតជនឆ្លងដែនអន្តរជាតិដែលបានបើកទីតាំងឆបោកអនឡាញនៅប្រទេសកម្ពុជារីកដូចផ្សិត